ក្នុងសាលានេះហៅព្រះអង្គចូលបរិណិព្វានណាពូដោយពី10មកទៅតាំងពីម៉ាច់កាឡានឹងអ្នកកាលីហ្វ័រញ៉ាកាបនសិចាងត្រូវឆ្នោតលាក់គីឡូទៅ6លេខគេមកកសាងគេសល់លុយខ្លះគេបើកហាងម៉ែភ្នំពេញឡង3កាលីហ្វ័រញ៉ា USA ពូអូថ្នាក់មែនតើបងប្អូនអើយអាយុកាលចូល80ឆ្នាំកាលពីមុនមាន2មេឃ3មេឃធំសមេឃតូចគេហៅដើមផ្កាចម្ប៉ាចម្បៃចម្ប៉ាដីចម្បៃរអោចម្ប៉ានៅផ្សារចម្បៃនៅវត្តដែរពូមកដល់ច្រកចុះទៅលាងផ្កាស្លាហើយយើងចុះទៅផ្អាងផ្កាស្លានៅខាងក្រោមនេះបងប្អូននេះបងប្អូនទស្សនវិជ្ជាដែលយើងធ្វើដំណើរចុះទៅបងប្អូនអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺពេលដែលយើងចិត្តនៅដល់ច្រកនេះយើងចុះទៅបងប្អូនឃើញពលសលឹងផ្កាកង្កោកទៀតហើយបងប្អូនតំបន់លើភ្នំនេះវាច្រើនគឺសិតតែឃើញផ្កាកង្កោកស្អាតមែនទេបងប្អូនផ្កាក្រហមចាំចៅនេះហើយក៏មានភ្ញៀវយើងក៏គាត់ទៅឡើងពីលាងផ្កាស្លាមកដែរបងប្អូនឥឡូវយើងធ្វើដំណើរទៅជាមួយខ្ញុំក៏អត់ទាន់ដឹងថាលាងផ្កាស្លាហ្នឹងមានអ្វីប្លែកទេអញ្ចឹងយើងចុះទៅទាំងអស់គ្នាបងប្អូនតោះដល់ពេលយើងចុះមកដល់ចំណុចនេះគេហៅថាលាងផ្កាស្លាប៉ុន្តែមកដល់ចំណុចនេះក៏មានលាងខ្យល់មួយដែរនេះបងប្អូនលាងខ្យល់ខ្ញុំនាំឲ្យបងប្អូនទៅមើលលាងខ្យល់មួយសិនបន្ទាប់មកយើងចាំទៅមើលលាងផ្កាស្លានិងលាងពួកទ្រូងមានន័យថានៅក្នុងលាងនេះគឺមាន3កន្លែងមានលាងខ្យល់លាងផ្កាស្លានិងលាងពួកទ្រូងហើយនេះបងប្អូនដែលគេហៅថាជាលាងខ្យល់គឺមានរូបរាងបែបហ្នឹងហើយមានរូងចូលទៅក្នុងជ្រៅបងប្អូននេះបងប្អូនមើលតាមខ្ញុំមកនៅកាមេរ៉ាមែនចុះមកនេះបងប្អូននេះហើយគឺជាលាងខ្យល់ប៉ុន្តែយើងមិនអាចចុះទៅបានទៀតទេព្រោះអត់ដឹងថារូងនឹងមិនដឹងថាទៅដល់ណាបងប្អូននេះគ្រាន់តែមានកម្មជាដើរយើងចុះទៅបានតែនឹងបងប្អូននេះតូចជាតិមែនតើហើយយើងក៏ដឹងថាតើរូងនឹងវាធ្លាយធ្លុះទៅដល់ណាដែរគ្រាន់តែបញ្ជាក់បងប្អូនថានេះហើយជាកន្លែងលាងខ្យល់ហើយបន្តពីលាងខ្យល់ទៅយើងនឹងទៅមើលលាងគក់ទ្រូងនិងលាងផ្កាស្លាបន្តទៀតបងប្អូនបន្ទាប់ពីយើងទស្សនានៃលាងផ្កាស្លារួចមកយើងបន្តដំណើរទៅលាងគក់ទ្រូងប៉ុន្តែមកដល់ទៅនេះបងប្អូនត្រូវអោនតិចព្រោះយើងចៀតអញ្ចឹងយើងចូលមកដល់ហើយបងប្អូននេះផ្លូវចាក់ស្ដែងឡាងគក់ទ្រូងបងប្អូនតើអូននាំពូទៅឡាងគក់ទ្រូងតោះអូខេនេះបងប្អូនមកដល់កន្លែងនេះត្រូវអោនណាអូនបញ្ជាក់ប្រាប់ដែរថាដើរមិនស្រួលបុកក្បាលព្រោះកន្លែងនេះមានពយយើងអត់បានប្រយ័ត្នគឺបុកក្បាលបងប្អូនបាទហើយមកកន្លែងនេះយើងមកដល់ក្រោមនេះតាមដែលអូនប្រាប់គឺជាកន្លែងព្រះនាងព្រះអង្គខ្មៅបងប្អូននេះមានរូបតាំងព្រះនាងព្រះអង្គខ្មៅបងប្អូននៅក្នុងបាតអាងនឹងយើងធ្វើដំណើរពីលាងផ្កាស្លាបន្តិចមកបងប្អូនបន្ទាប់ពីយើងទស្សនាកន្លែងព្រះអង្គខ្មៅព្រះនាងព្រះអង្គខ្មៅរួចមកនៅខាងស្ដាំដៃខ្ញុំនេះគឺជាកន្លែងគក់ទ្រូងកន្លែងគក់ទ្រូងនេះយើងធ្វើដំណើរឡើងទៅមានចដា7កម្មពេលដែលយើងឡើងមកដល់លើចំណុចនៃទី7នេះគឺយើងធ្វើការគក់ទ្រូងតាមអូនបញ្ជាក់នៅទីនេះគឺគេហៅថាគក់ទ្រូង3ដងធ្វើឲ្យយើងជានៅជំងឺអីដែលការជឿជាក់ទៅលើការគោរពបូជានៅកន្លែងនេះបងប្អូនចាំមើលខ្ញុំពិសោធន៍សាកឲ្យបងប្អូនមើលគក់ទ្រូង3ដងបងប្អូនលាន់ពិតមែនបងប្អូនពេលយើងគក់ទៅលាន់ដឹបដូចនៅក្នុងប្រាសាទអង្គរវត្តមួយមានកន្លែងគក់ទ្រូងបងប្អូនដូចគ្នានេះហើយជាកន្លែងគក់ទ្រូងបងប្អូនចាក់ស្ដែងគឺនៅកន្លែងហ្នឹងពេលយើងគក់ទៅលាន់ពិតមែនបងប្អូនឥឡូវយើងចេញពីលាងគក់ទ្រូងយើងបន្តដំណើរទៅលាងខ្យល់មួយទៀតតាមអូនអ្នកនៅក្នុងលាងហ្នឹងគាត់ប្រាប់បងប្អូនយើងឡើងធ្វើដំណើរឡើងមកឈ្មោះអីបើមុននុនបងប្អូនប៉ុណ្ណឹងអាយុប៉ុន្មានហើយ11ឆ្នាំឲ្យហ្គាយបងប្អូនហ្គាយនៅក្នុងលាងភ្នំសំពៅតោះឥឡូវនាំពូទៅមើលកន្លែងណាមួយទៀតពូនេះហៅអណ្ដូងទឹកពីសម័យបុរាណណាពូអូបងប្អូននេះជាអណ្ដូងទឹកសម័យបុរាណបាទពូអញ្ចឹងបងប្អូននេះអូនបញ្ជាក់ថានេះជាអណ្ដូងទឹកសម័យបុរាណអញ្ចឹងយើងទៅមើលទាំងអស់គ្នាថាមានរូបរាងយ៉ាងម៉េចហើយទឹកហ្នឹងមានអត់អូមានណាពូឃើញថាមានទឹកនៅក្នុងហ្នឹងប៉ុន្តែទឹកហ្នឹងដើររីងអត់បើអត់ពូអត់ដើររីងសោះមានត្រីមែនមានត្រីនៅក្នុងគេប្រឡែទៅលាត់យ៉ាក្រហមអូនមានដឹងអត់ថាទឹកនេះជម្រៅប្រហែលដងនេះ8ម៉ែត្រពូ8ម៉ែត្រទៅក្រោមបាទតែឥឡូវ44 5ម៉ែត្រទេសាថ្មដល់ពីខាងក្រោមពូអូដល់ពីក្រោមមកណាបាទអញ្ចឹងនៅក្នុងសាលានេះហៅព្រះអង្គចូលបរិណិព្វានណាពូដោយពី10មកទៅតាំងពីម៉ាច់កាឡានឹងអ្នកកាលីហ្វ័រញ៉ាកាបនសិចាងត្រូវឆ្នោតលាក់គីឡូទៅ6លេខគេមកកសាងគេសល់លុយខ្លះគេបើកហាងម៉ែភ្នំពេញឡង3កាលីហ្វ័រញ៉ា USA ពូអូថ្នាក់មែនតើបងប្អូនអើយជួបថ្ងៃនេះជួបរបស់ពិតហើយតូចបងប្អូនតែសមត្ថភាពមិនធម្មតាបងប្អូននិយាយដូចសូត្រមួយសូត្រចឹងតោះឥឡូវយើងបន្តទៅមុខទៀតជាមួយនឹងកាយក្មេងដែលមានសមត្ថភាពនេះជាជំនាញរកលុយរបស់គាត់យើងអាចនិយាយបានចឹងហើយគេហៅថាជាសមត្ថភាពចេញពីសមត្ថភាពអូនពិតដែលនៅក្នុងនេះអូននៅនេះប្រហែលឆ្នាំអីខ្ញុំ2ឆ្នាំជាង2ឆ្នាំជាងហើយរៀនដាក់ទីប៉ុន្មានទេថ្ងៃដាក់ទី3ហើយថ្ងៃហ្នឹងទៅរៀនអត់
ណាខ្ញុំរៀបពេលព្រឹកពូ អូខេបងប្អូនតោះបន្តដំណើរទៅទៀត នេះពូកំពុងហាក់ដើមផ្កាចម្ប៉ាអាយុកាលចូល80ឆ្នាំកាលពីមុនមាន2មេឃបាទមេឃធំសមេឃតូចគេហៅដើមផ្កាចម្ប៉ាចម្បៃចម្ប៉ាស្ដីចម្បៃរអោចម្ប៉ានៅផ្សារចម្បៃនៅវត្តដែរពូ យល់យ៉ាងណាដែរបងប្អូនស្ដាប់អូនតូចទៅយើងសឹងថាបើសិនជាយើងអត់ដែរស្ដាប់អូនប្រៀបបានដូចជាគាត់សូត្រមេលេអញ្ចឹងគឺថាស្ដាប់ទៅចាប់អារម្មណ៍មែនទេបងប្អូនឥឡូវយើងបន្តដំណើរទៅមួយអូនទៀតឲ្យអូនបង្ហាញនៅទីតាំងបាតលាងនេះ ពូនេះហាក់ឡៃបន្ទប់ដូនជីក្មេងៗតែឥឡូវជួយនៅខាងវត្តដែរក៏លេងហើយ បន្ទប់ដូនជីក្មេងៗ បាទតែឥឡូវជួយនៅខាងវត្តដែរគេ វត្តណាវិញអូន វត្តដែរភ្នំកពើ អូភ្នំកពើខេត្តអីខេត្តនឹងដែរហ៎ បាទពូ អូបងប្អូនហ្នឹងហើយបងប្អូនឥឡូវយើងទៅមើលជាមួយអូនទៀតតើមានកន្លែងអីដែលស្អាតហើយតាក់ទាញទៀតព្រោះដោយសារតែអូនទូចគាត់អ្នកនៅកន្លែងនេះគាត់ស្ទាត់ជំនាញហើយនៅក្នុងការរុករកឬក៏ធ្វើជា guide បង្ហាញសម្រាប់ភ្ញៀវទេសចរយើងដែលគាត់មកទស្សនានៅក្នុងបាតលាងកន្លែងបាតលាងការស្លានេះបងប្អូនចុះកន្លែងនេះគេហៅអីគេអូន នឹងហៅលាងខ្យល់ពូពេលមេឃកាន់តែក្តៅខ្លាំងខ្យល់កាន់តែខ្លាំងតែពេលមេឃសតុំមិនសូវមានខ្យល់ទេពូ អូមានន័យថាលាងខ្យល់ពេលដែលមេឃខ្យល់ខ្លាំង ពេលមេឃក្តៅខ្លាំង កាន់តែមានខ្យល់ បាទពូតែពេលមេឃសតុំមិនសូវមានខ្យល់ទេពូ អញ្ចឹងផ្លែកវិញពេលដែលកាលណាខ្យល់កាន់តែខ្លាំងក្តៅកាន់តែខ្លាំងខ្យល់ចេញមកកាន់តែខ្លាំងតែដល់ពេលមេឃត្រជាក់អត់មានវិញ បាទពូ រឿងចម្លែកមែនទេបងប្អូននេះហើយបងប្អូនដែលអូនប្រាប់មិញណាថាពេលដែលមេឃក្តៅកាន់តែខ្លាំងវាទៅជាមានខ្យល់ធាក់ចេញមកអញ្ចឹងមានន័យថាខ្យល់ហ្នឹងវាធ្លាក់ធាក់ចេញតាមប្រឡោះហ្នឹងតែម្ដង បាទពូ អូនេះបងប្អូនចាក់ស្ដែងលហើយមែនទេបងប្អូនលហើយបាទលហើយចេញធាក់ខ្យល់ចេញមកហ្មងបងប្អូនប៉ុន្តែអូនបញ្ជាក់មិញថាបើសិនជាមេឃក្តៅខ្លាំងខ្យល់ខ្លាំងតែនេះដោយសារខ្ញុំមកនេះមកដល់ទីនេះវាម៉ោងរសៀលហើយល្ងាចហើយម៉ោង4ជាងហើយអញ្ចឹងចំហាយខ្យល់ចេញមកក៏តិចតាមហ្នឹងដែរបងប្អូនមុនហ្នឹងបងប្អូនបានទស្សនាកន្លែងលាងខ្យល់ហើយឥឡូវនេះយើងក៏មកដល់បានលាងហើយឥឡូវនេះផ្លូវដែលយើងចុះទៅមួយទៀតនោះគឺហៅថាលាងការស្លាបងប្អូននេះច្រកយើងចុះទៅបងប្អូនឃើញសភាពចាក់ស្ដែងអញ្ចឹងបងប្អូនរូបរាងដែលយើងចុះទៅមកក្នុងនេះមានរាងល្ងិតតិចបងប្អូនយើងធ្វើដំណើរបន្តិចមកចូលមកក្នុងហ្នឹងគឺឃើញហើយបងប្អូននេះឃើញហើយបងប្អូននេះបងប្អូនឃើញអត់នេះឃើញរូបរាងវានេះបងប្អូនសាកសម័យមើលដូចអត់ដូចផ្កាស្លាអត់ច្រាំងមានផ្កាមានអីចឹងដូចផ្កាស្លាអញ្ចឹងហើយទើបកន្លែងហ្នឹងគេឲ្យឈ្មោះថាជាលាងផ្កាស្លាប៉ុន្តែខ្ញុំមិនបញ្ជាក់ប្រវត្តិអីខ្លាំងទេព្រោះដោយសារតែខ្ញុំគ្រាន់តែចង់បង្ហាញពីរូបរាងនៃលាងផ្កាស្លាហ្នឹងគឺមានរូបរាងបែបហ្នឹងបងប្អូនហើយយើងប្រៀបធៀបហើយសម័យមើលទៅវារូបរាងដូចជាផ្កាស្លាអញ្ចឹងបងប្អូននេះហើយជាលាងផ្កាស្លាជាក់ស្ដែងបងប្អូនទស្សនាមើលទៅដូចផ្កាស្លាមែនតើបន្ទាប់ពីបងប្អូនទស្សនានៃคลิปវីដេអូដែលក្រុមការងារខ្ញុំបង្ហាញមកបងប្អូនយល់យ៉ាងណាដែរហើយចំពោះអូនតូចដែលគាត់ជាអ្នក guide នៅក្នុងបាតលាងផ្កាស្លានេះគឺក្បោះក្បាយហើយបងប្អូនស្ដាប់មើលទៅតាមคลิปវីដេអូគឺនិយាយដូចសូត្រមេសូត្រចឹងអញ្ចឹងបើសិនជាបងប្អូនមកទស្សនានៅលាងភ្នំសំពៅនេះបងប្អូនអាចមកតាក់ទងអូនបានដើម្បីជាគេហៅថាបានប្រាក់ចំណូលឬកម្រៃដែលបងប្អូនជូនទៅគាត់បានទៅការសិក្សាបន្តអញ្ចឹងពីក្រុមការងារអូនមានអីសំណូមពរមានអីជូនពុកម៉ែជាសារមួយជូនពុកម៉ែបងប្អូនដែលមកទស្សនានៅនេះអត់ចេះណាអញ្ចឹងអូនអត់ចេះនិយាយទេអញ្ចឹងបើសិនជាបងប្អូនក្រុមការងារខ្ញុំថតបង្ហាញពីទស្សនវិជ្ជាបងប្អូននៅចំណុចលាងផ្កាស្លាទាំងមូលនេះបើសិនជាមានកំហុសឆ្គងនៅចំណុចណាមួយក៏សូមអរគុណសូមខន្តីអភ័យទោសនៅពាក្យពេចន៍លើសលួសខ្លះដែលខ្ញុំនឹងអូនបានផ្សព្វផ្សាយទៅហើយក្រុមការងារក៏ឈានដល់ទីបញ្ចប់អញ្ចឹងក៏សូមអរគុណសូមគោរព